Hello សួរអ្នកនាងខ្ញុំបាទដាក្រោយយ៉ាងហ្នឹងគឺយើងមកលេង block fruit ទៀតហើយថ្ងៃនេះគឺយើងមកធ្វើជាមួយនឹង Dark Blade V3 ហ្នឹងឯង Dark Blade V3 ហ្នឹងគឺវាតាក់ទងច្រើនខ្លាំងមែនតើជាមួយនឹង title ក៏ជាដូចជា skill ផ្សេងៗផងដែរ Dark Blade V3 នេះគឺវាមានលក្ខណៈថាវាមាន skill ហើយនឹងពណ៌ហ្នឹងគឺខុសគ្នាពី Dark Blade V1 និង V2 ផងដែរប៉ុន្តែបើថា damage គឺវាដូចនឹង V2 ទេវាមិនខុសពី V2 ទេគ្រាន់តែវាមាន title ហើយនឹងគឺ skill ហ្នឹងដូចវាមានពណ៌ថ្មីហ្នឹងឯងហើយបើអ្នកនរអត់ទាន់ធ្វើ Dark Blade V2 ទេអ្នកនរអាចទៅមើលវីដេអូមុនខ្ញុំបានដែលខ្ញុំធ្វើវីដេអូ Dark Blade V2 ហ្នឹងឯងហើយវីដេអូមុនក៏ខ្ញុំបានshow skill ហើយក៏ show អីដែលតទៅនឹង Dark Blade ផងដែរអញ្ចឹងហើយថ្ងៃហ្នឹងគឺយើងមកធ្វើ Dark Blade V3 ប៉ុន្តែ Dark Blade V3 គឺពិតជាបាក់ធ្វើហើយតែអ្នកនរគឺយើងត្រូវចាំក្នុង server private 4ម៉ោងជាមួយនឹងគ្នា2នាក់ផងដែរហើយជាក៏ត្រូវការ rest V3 ផងដែរវាមិនមែនលំតែនេះបាទគឺពិបាកធ្វើមែនតើហើយមិនមែនចាំ4ម៉ោងធ្វើបានទេបាទចាំ4ម៉ោងហើយយើងត្រូវការទៅរើស fear ដល់នេះក៏ដូចជាវាយ CBS ផ្សេងៗផងដែរបើអ្នកគ្នាត្រូវការធ្វើអីគឺមើលវីដេអូនេះគឺត្រូវហើយខ្ញុំនឹងប្រាប់ពីរបៀបធ្វើទាំងអស់តែម្ដងបាទតោះយើងទៅអ្នកគ្នាជាដំបូងគឺយើងត្រូវការមាន server private មួយបាទហើយយើងចាំនៅក្នុងហ្នឹង4ម៉ោងទៅបន្ទាប់ពីយើងចាំ4ម៉ោងគឺយើងដើរបើក chat ទៅគឺប៉ុណ្្នឹងហើយបាទជំហានទី2យើងទៅវាយ CBS បាទប៉ុន្តែ complete បាទយើងវាយ CBS មិនមែនចេះវាយបានទេគឺវាមាន CBS dash spawn ហើយ CBS not spawn ហើយជាមួយនឹង V3 ផងដែរបាទគឺ V3 ហ្នឹងឯងហើយជាមួយ Dark Blade V2 តោះឥឡូវយើងទៅវាយ CBS ទាំងអស់គ្នាបាទលើកដំបូងដែលខ្ញុំវាយនេះមិនមែនស្រួលទេអ្នកនរបាទគឺចាំយូរក្នុងតែតាមចង់កន្លះម៉ោងទៅវា spawn CBS មួយមកបាទតែឥឡូវខ្ញុំធ្វើការមើលខ្ញុំវាយ CBS នេះបាទចង់ថាខ្ញុំវាយប្រហែលក្បាលដើម្បីតបFear ហ្នឹងបាទបញ្ជាក់អ្នកគ្នា CBS ហ្នឹងគឺវាមានពណ៌របស់វាអ្នកគ្នាបញ្ជាក់មកទៀតគឺវាមានពណ៌របស់វាគឺខ្ញុំដូចជាពណ៌ក្រហមក្រហមហើយខាងខ្នងនេះពណ៌ក្រហមហ្នឹងឯងឥឡូវនេះគឺជា CBS ទី1ផងដែរបាទនេះគឺជា CBS ទី2ហើយបើបន្ទាប់ពីហ្នឹងមកគឺខ្ញុំទៅស៊ី Big Mike បាទហើយជាមួយ Dose Stack ផងដែរព្រោះថាវាស្រួលដោះស៊ី event ហើយនឹងគឺវាឆលទឹកបានហ្នឹងឯងដល់មកខ្ញុំក៏ឃើញ Factory Spawn ក៏វាយ Factory សិនទៅដើម្បីយក fruit ល្អៗចឹងខ្លាចវាយទៅបាន fruit បាក់គិសនេអីចឹងបើខ្ញុំពងតែវាយគិតថាអូបានគិសនេតែវា slow ណាស់នេះ slow ហើយពេលបានមកគឺបានទៀតបាទវាជា M ខ្លាំងមែនតើបាទគឺវាយបានទៀតតប់ស៊ីតែម្ដងតែឥឡូវយើងខ្វល់ច្រើនបាទយើងទៅវាយ CBS តទៀតដើម្បីធ្វើ Dark Blade V3 បាទហើយនេះគឺជា CBS ទី3ផងដែរបាទដែលខ្ញុំវាយបាទហើយខ្ញុំបានដូរ state ដូចស៊ីសួយមកទៅវាស្រួលដោះ C1 ហើយក៏គឺវាយ CBS ហ្នឹងឯងហើយនេះគឺជា CBS ទី4នេះជា CBS ទី5បាទ CBS ទី5នេះគឺខ្ញុំមើលច្រឡំស្មានថាជា CBS spawn អត់ដល់នេះបាទគឺមើលបានឃើញទេតែ CBS ទី7នេះគឺបាទគឺច្បាស់ហើយម្ដងព្រោះថាភាគច្រើនគឺវា spawn តែ5ទៅ7ដងគឺបាននេះគឺCBS ពណ៌ក្រហមដែលក្រោយខ្នងវាពណ៌ក្រហមហ្នឹងហើយខ្លួនវាពណ៌ដូចខ្មៅហ្នឹងវា spawn មកនេះបាទទីបំផុតគឺវា spawn មកមែននេះបាទគឺ spawn នេះអានេះមើលទៅគឺខ្លួនវារៀងពណ៌ខ្មៅហើយខ្នងវាពណ៌ក្រហមប្រុយខ្នងវាហ្នឹងគឺពណ៌ក្រហមតែបើខ្ញុំបន្ទាប់មកគឺខ្ញុំវាយយកតម្ដងទៅគឺបាទគឺវាត្រប់មែនអាហ្នឹង CBS ហ្នឹងឯងតោះមកខ្ញុំ teleport ទៅ cafe បាទទៅជួបគ្នាខ្ញុំដែលគាត់មាន fear នេះមួយទៀតអញ្ចឹងតែពេលទៅយើងជួបគ្នាហើយយើងក៏បានកាន់ឲ្យគ្នាមើលអីទៅយើងលក្ខណៈថាយើងបញ្ជាក់ថាអូយើងបាន fear នេះពីរនាក់ហើយចឹងទៅយើងក៏ teleport ទៅអីខែកោះDark Arena បាទ Dark Arena ខ្ញុំភ្លេចបាត់ហើយគឺកោះភ្លេចមានហើយដល់នេះវាយតាប៉ែអីពងមកខ្មៅហ្នឹងតែពេលនេះដាក់ spawn នេះកុំវាយនេះដាក់ spawn ភ្លាមយកនេះវាយដាក់ spawn ឲ្យយើងដុតមកឆ្ងាយមកកុំឲ្យយើងវាវាយឬក៏យើងវាយវាហើយបន្ទាប់មកយើង teleport ទៅកោះ zombie បាទកោះទូកចិត្តកោះទូកហ្នឹងឯង
giờ mà đó cái này nó như cứ một cái để được khỏi mà hay thì khởi lực phim mới nặng tay nó như công căn ấy là hay thì chạy lại để nhom cu nhà bò có không máu đó như chạy công căn đấy mà như chạy máu respawn mà là lưu bản spawn hay đó thì mới này thon là Slayer of God chứ mới đang đạt red VC hôm nay giờ cả lấy cứ tôi ban lạc đạt red VC thấy hay cứ skill bảo vệ hay năng thải thon nó cứ em làm tiền vì sao thải thon mà cứ nhom số trong bán này đạt red VC mà cứ nhom trong bán thải thon Slayer of God mà cứ tha thải thon nó cứ em làm tiền mà cứ dạ nè bọn thì sao sợ mấy tôi ban bàn tay bữa thay dân mình đọc lại vị trí cứ việc ban năm đầu một tay mẹ sủa đá dân thơ ca ấy trơn đấy bà nó là thì bờ nó thì mơ mình vô lấy nè thì ai muốn nó khăn cái đó ban vào tay video nhóm cứ dạ cứ vô bên nó đi bà bên thì mơ vô tiết cứ chào tao đầu xa giờ nhóm vô lấy hơi một đạp lại vị trí nó cứ viên lôi làm một tay thì mình đang xài thọ lần anh cứ nhóm đương nhiên đại đá rằng cứ xài thọ cứ em năm đầu chẳng ấy video với mình ta bên đó rồi thằng không thay nào đi vô lại về nội dung gì đi cho giờ chụp nghĩa là video rồi bye bye nó nè